បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាជួបជាមួយខ្ញុំបាទគ្រូម៉ៅហុងស៊ុយទាក់ទងជាមួយនឹងការព្យាករណ៍របស់រិស័យឆ្នាំឆ្លូវនៅក្នុងខែ11នេះបាទបើយើងក៏លេខមកមើលទាក់ទងជាមួយនឹងឆ្នាំឆ្លូវណាទាក់ទងជាមួយនឹងការងារបាទឆ្នាំឆ្លូវការងារនៅក្នុងខែ11នេះគឺយើងនឹងអាចជួបឧបសគ្គមួយចំនួនបាទការងាររៀងយឺតបន្តិចបាទអីដែលពិសេសទាក់ទងជាមួយនឹងប្រយ័ត្នប្រយែងរឿងឯកសារបាទសញ្ញេកុងត្រាលិខិតស្នាមធ្វើការពិនិត្យវិจัยឲ្យបានច្បាស់លាស់មុននឹងធ្វើការយល់ព្រមឬក៏សញ្ញេឬក៏មេដៃបាទហើយមួយទៀតតកតងជាមួយនឹងបទល្មើសផ្សេងបាទហាមបើកបរខុសភ្លើងច្បាប់ចរាចរណ៍ឬអីហ្នឹងអាហ្នឹងយើងងាយស្រួលទទួលរងផាកពិន័យបាទបើយើងក៏លេខតកតងជាមួយនឹងរឿងលុយកាក់បាទប្របសម្បត្តិវិញឆ្នាំឆ្លូវនៅក្នុងខែនេះបាទទទួលលាភសំណាងតកតងជាមួយនឹងអចលនទ្រព្យបាទន័យថាផ្ទះឬដីឬក៏របស់របរដែលយើងចង់លក់បាទអាចមានសំណាងនឹងលក់ដាច់ឬក៏បាទអាចនឹងលក់ទៅវាបានថ្លៃឬក៏មានឱកាសចូលនៅផ្ទះថ្មីផ្ទះអីបាទអាហ្នឹងគឺសំណាងទៅដល់អចលនទ្រព្យបើយើងក៏លេខតាក់ទងជាមួយនឹងទំនាក់ទំនងបាទស្នេហាប្តីប្រពន្ធបងប្អូនញាតិមិត្តអតិថិជនបាទឆ្នាំឆ្លូវព្យាយាមស្ដាប់ឲ្យបានច្រើនបាទស្ដាប់ដើម្បីចង់ដឹងថាតើគូភាគីម្ខាងទៀតណាគាត់ចង់បានអីដើម្បីយើងនិយាយគ្នាជជែកគ្នាឲ្យត្រូវសាច់រឿងបាទបើយើងអត់ស្ដាប់អត់យល់ចិត្តទេបាទអាចនឹងកកើតជាការចំនួនឆ្លុះគ្នាបាទដោយការមិនយល់ចិត្តគ្នាឬក៏ដោយការយល់ច្រឡំផ្សេងបើយើងក៏លេខតាក់ទងជាមួយនឹងបញ្ហាសុខភាពបាទឆ្លូវត្រូវយកចិត្តទុកដាក់ទៅលើទាំងពីរបាទសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តបាទត្រូវយកចិត្តទុកដាក់បាទន័យថាយើងនឹងងាយរងរបួសបាទប៉ះនេះប៉ះនោះរបួសស្នាមតិចតួចផ្លូវចិត្តយើងអត់សូវនឹងនួយើងពិបាកចិត្តយើងគិតច្រើនយើង stress ណាអញ្ចឹងចំណាយពេលយកចិត្តទុកដាក់ទៅលើសុខភាពទាំងពីរហ្នឹងបាទជាចុងក្រោយនេះចង់ជំរាបជូនបងប្អូនថានៅថ្ងៃទីបាទ6ខែវិច្ឆិកានេះខ្ញុំមានបង្រៀនដោយអត់គិតថ្លៃទាក់ទងជាមួយនឹងការសមាធិបែបឈីមិនដូនជាដែលសមាធិនេះវាមានលក្ខណៈស្តៀងជាមួយនឹងច្បាប់ស្រូបទាញបែបរបស់ខាងប្រទេសលោកខាងលិចប៉ុន្តែមានលក្ខណៈខុសគ្នាណាអញ្ចឹងបងប្អូនអាចប្រើប្រាស់បាទធម្មពលរបស់ចក្រវាលដើម្បីជួយសម្រេចប្រយោជន៍របស់យើងបានអញ្ចឹងដើម្បីចូលរៀននៅក្នុងវគ្គនេះបានបងប្អូនអាចចុចដើម្បី join ឬក៏ដើម្បីចូលទៅតាម link Telegram group បាទធ្វើការចុចឈ្មោះដែល link Telegram នេះស្ថិតនៅក្រោម profile TikTok នេះឬក៏ស្ថិតនៅបាទ caption ខាងលើវីដេអូនៅក្នុង Facebook អញ្ចឹងបងប្អូនកុំភ្លេចបាទហើយបើបងប្អូនឃើញថាវីដេអូនេះមានប្រយោជន៍កុំភ្លេច like share វីដេអូនេះបាទហើយកុំភ្លេចរងចាំជួបគ្នានៅវីដេអូបន្តទៀតបាទសូមអរគុណ